ផ្អើលដល់ស្រុកគេវីដេអូចែអំបិលម្ទេសហូបអាពីងឆៅត្រូវនឹករ៉ែបជើងចាស់ Snoop Dogg បង្ហោះក្នុង IG ប្រិយមិត្តមួយចំនួនច្បាស់ជាបានស្គាល់នៅរហស្សនាមចែអំបិលម្ទេសរួចហើយដែលរូបគេតែងតែបង្កើតមាតិកាវីដេអូហូបម្ហូបអាហារប្លែកៗពីគេជាមួយនឹងអំបិលម្ទេសទាំងគោមតែងតែធ្វើឲ្យអ្នកលេងបណ្ដាញសង្គមភ្ញាក់ផ្អើលនិងចម្លែកចិត្តមិនត្រឹមតែភ្ញាក់ផ្អើលនៅក្នុងកម្ពុជាប៉ុណ្ណោះទេថ្មីនេះវីដេអូនៅបង្កើតមាតិកាខាងលើក៏ត្រូវបានតារារ៉េបជើងចាស់លំដាប់អន្តរជាតិ Snoop Dogg ចាប់អារម្មណ៍ផងដែរដោយនៅថ្ងៃទី5ខែមីនាឆ្នាំ2023កន្លងទៅនេះលោកបានបង្ហោះវីដេអូនៅលើគណនី IG របស់លោកផ្ទាល់នៅសកម្មភាពចែអំបិលម្ទេសហូបអាពីងឆៅជ្រលក់អំបិលម្ទេសដាក់ចូលមាត់ស្រស់គួរឲ្យញញើតតាមរយៈវីដេអូដែលបានបង្ហោះខាងលើមានអ្នកឲ្យបេះដូងដល់ទៅ 666K បាទច្រើនមែនតើគឺ6សែននាក់660,000 នាក់បាទអ្នកដែលចុច like ហើយនឹងមានអ្នកបញ្ចេញមតិរហូតដល់ទៅ50K ផងដែរតែភាគច្រើនហាក់ដូចជាញញើតនិងងឿងឆ្ងល់ជាខ្លាំងថាគេអាចហូបរបស់នេះទាំងឆៅបានដោយរបៀបណាហើយអត្ថបទមួយទៀតគឺចាប់បានហើយជនដៃដល់ដែលជាមេខ្លោងផ្ដាច់សង្ខារប្រជាពលរដ្ឋខ្មែរក្បែរព្រំដែននៅក្នុងទឹកដីកម្ពុជាបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាករណីប្លន់សម្លាប់ស្ត្រីពលករខ្មែរម្នាក់ក្បែរព្រំដែនស្ថិតនៅក្នុងទឹកដីកម្ពុជាចាប់បានជនដៃដល់ម្នាក់បានហើយគឺជាជនជាតិថៃដែលជាមេខ្យល់រស់នៅស្រុកជាប់ជីដែនកាលពីម៉ោង3រសៀលថ្ងៃទី4ខែមីនាឆ្នាំ2023ដែលស្ថិតនៅក្នុងភូមិណាមគៀងឃុំប៉ារ៉ៃស្រុកកុកខ្យុងខេត្តស្រះកែវប្រទេសថៃសេចក្តីរាយការណ៍បន្តថាជនសង្ស័យខាងលើមានឈ្មោះថាហងខៅសេរីវ៉េតហៅហងភេទប្រុសអាយុ51ឆ្នាំជាមេខ្យល់ថៃរស់នៅភូមិណាមគៀងឃុំប៉ារ៉ៃស្រុកកុកខ្យុងខេត្តស្រះកែវប្រទេសថៃបតាមន្ត្រីការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងថាកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2023ប្រជាពលរដ្ឋដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃព្រឹកវិលល្ងាចបានប្រទះឃើញសាកសពស្ត្រីម្នាក់ត្រូវបានសម្លាប់ដែលមានស្លាកស្នាមសុសមុខនៅចំណុចក្បែរព្រំដែនកម្ពុជាថៃស្ថិតនៅក្នុងភូមិទំនប់ដាច់ឃុំអូបេជន់ស្រុកអូជ្រៅមន្ត្រីនគរបាលបានបញ្ជាក់ថាក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបានចុះទៅពិនិត្យសាកសពស្ត្រីរងគ្រោះហើយបានស្គាល់អត្តសញ្ញាណដែលមានឈ្មោះថាស្វ័យសុភត្រាអាយុ39ឆ្នាំរស់នៅភូមិផ្គាំឃុំស៊ីងស្រុកអូជ្រៅដែលត្រូវបានជនសង្ស័យប្លន់សម្លាប់យកលុយនៅពេលត្រឡប់មកពីធ្វើការសំណង់នៅប្រទេសថៃតាមរយៈមេខ្យល់មន្ត្រីនគរបាលបានបញ្ជាក់ទៀតថាក្រោយការពិនិត្យស្រាវជ្រាវមុខសញ្ញាដោយសហការជាមួយនឹងកម្លាំងភៀកគីថៃជាប់ព្រំដែនក៏បានឃាត់ជនសង្ស័យជនជាតិថៃដែលជាជនដៃដល់ដែលប្លន់សម្លាប់ជនរងគ្រោះហើយត្រូវបានកម្លាំងភៀកគីថៃឃាត់ខ្លួននៅថ្ងៃទី4ខែមីនាឆ្នាំ2023ស្ថិតនៅក្នុងភូមិណាមគៀងឃុំប៉ារ៉ៃស្រុកកុកខ្យុងខេត្តស្រះកែវប្រទេសថៃសូមបញ្ជាក់ផងដែរថាលោកវរៈសញ្ញាតូអឹមសុភារៈអធិការនគរបាលស្រុកអូជ្រៅបានឲ្យដឹងនៅម៉ោង2:20នាទីរសៀលនៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2023បានទទួលព័ត៌មានមកពីលោកមេវិជាការកងរាជល្បាតទី3កងការពារព្រំដែនលេខ503ប្រចាំអូបេជន់បានរាយការណ៍មកថាមានមនុស្សស្លាប់ម្នាក់នៅចំណុចក្នុងព្រៃចំការមានព្រំដែនខាងលិចទំនប់5ចម្ងាយ189ម៉ែត្រពីផ្លូវជាតិលេខ58នៅក្នុងភូមិទំនប់ដាច់ឃុំអូបេជន់ស្រុកអូជ្រៅទល់មុខនឹងភូមិអាងសេឡាថៃឃុំនួនម៉ាក់មុនស្រុកកុកខ្យុងខេត្តស្រះកែវប្រទេសថៃចម្ងាយ253ម៉ែត្រពីថ្នល់ខ្មៅថៃគឺតំបន់មិនច្បាស់លាស់នោះទេនៅព្រំដែនលោកអធិការបានបញ្ជាក់ថាដោយតំបន់នោះជាចំការមីនក៏បានទំនាក់ទំនងជាមួយនឹងមន្ត្រីសីមាដើម្បីពិនិត្យរាវរកមីនរួចក៏បានទៅពិនិត្យសាកសពជនរងគ្រោះហើយតាមការស្រាវជ្រាវជនរងគ្រោះមានឈ្មោះថាស្វ័យសុភត្រាភេទស្រីអាយុ39ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិផ្គាំឃុំស៊ីងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យមុខរបរធ្វើកម្មករនៅប្រទេសថៃលោកវរៈស្នេតូអឹមសុភារៈបានបញ្ជាក់បន្ថែមថាតាមការពិនិត្យរបស់ក្រុមការងារគណៈកម្មការត្រួតពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសពដែលមានសមាជិកភាពនគរបាលជំនាញមកពីស្នងការដ្ឋាននគរបាលខេត្តនគរបាលជំនាញរបស់អធិការដ្ឋាននគរបាលស្រុកអូជ្រៅអាជ្ញាធរឃុំភូមិនិងគ្រូពេទ្យមណ្ឌលសុខភាពឃុំហើយបានពិនិត្យជនរងគ្រោះឃើញថាសភាពសពគឺបែកក្បាលពីក្រោយនឹង7សង់ទីម៉ែត្របែកលើចិញ្ចើម12សង់ទីម៉ែត្រក្រោមច្រមុះ4សង់ទីម៉ែត្រក្រោមចង្កា7សង់ទីម៉ែត្រស្នាមរបួសដោយការវាយជាមួយនឹងវត្ថុរឹងដូចជាដំបងឈើទៅបណ្ដាលឲ្យស្លាប់
អាណយអធរមែនតើមកគឺវាយយកដំបងឈើវាយយកមុខយកមកបែកមុខបែកផ្ទិចលោកក៏បានឲ្យដឹងទៀតថាយោងតាមការបំភ្លឺរបស់ឈ្មោះពេជ្ររតនៈភេទប្រុសអាយុ17ឆ្នាំរស់នៅភូមិគំឃុំស៊ីងស្រុកអូជ្រៅត្រូវជាកូនបង្កើតនោះបានប្រាប់ឲ្យដឹងថានៅវេលាប្រហែលម៉ោង 9:30 នាទីព្រឹកនៅថ្ងៃទី28 ខែកុម្ភៈម្ដាយរបស់គាត់បានមកដល់ចំណុចផ្សារលង្គ្លឿប្រទេសថៃក៏បានបែកគ្នាមូលហេតុគឺម្ដាយរបស់គាត់នឹងមានប៉ាសពតតែផុតថ្ងៃកំណើតក៏សម្រេចចូលមកដីខ្មែរដោយដើរតាមច្រកផ្លូវកាត់ចំណែករូបគាត់ជាកូនមានប៉ាសពតហើយក៏បានបោះត្រារួចចូលមកផ្លូវច្រកទ្វារអន្តរជាតិពុយប៉ែតលុះដល់ម៉ោងប្រហែល 2:20 នាទីរសៀលថ្ងៃដដែលទើបដឹងថាម្ដាយស្លាប់ទាក់ទិននឹងការស្លាប់របស់ស្ត្រីរងគ្រោះខាងលើនេះដែរសមត្ថកិច្ចមិនបានបញ្ជាក់ថាតើជាករណីប្លន់សម្លាប់ឬក៏ជាអ្វីនោះទេប៉ុន្តែពេលនេះលោកឧត្តមសេនីយ៍តូសិតឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់បទបញ្ជាដល់កម្លាំងជំនាញខេត្តស្រុកនិងប៉ុស្តិ៍រដ្ឋបាលធ្វើការស្រាវជ្រាវរកមុខសញ្ញាជនបង្កហើយបើឈាមស្រែកស្បៃហៅជនល្មើសនឹងមិនអាចរត់គេចផុតពីសំណាញ់ច្បាប់បានឡើយប៉ុន្តែនេះគឺចាប់បានហើយដែលធ្វើបាបអាចករណីប្លន់ហ្នឹងប្លន់ឃើញដើមនៅឯងក្នុងព្រៃគួរឲ្យខ្លាចតាមជ័យដែនមាននៅព្រៃហ្នឹងហើយយើងដើមនៅឯងទៀតអញ្ចឹងវាងាយរងគ្រោះនឹងគេធ្វើបាបខ្ញុំចូលរួមលេខទុកផងហើយក៏សូមអាសាដល់សមត្ថកិច្ចរបស់យើងផងដែរដែលបានចាប់ខុតខ្លួនជនសង្ស័យនឹងបានហើយដែលជាជនជាតិថៃហ្នឹងអ្នកទេសចរខ្មែរ10នាក់បានជាប់លើទូកកណ្ដាលសមុទ្រមកកោះថាសបានអបអរសង្គ្រោះបានទាំងយប់ជារឿងគួរឲ្យភ្ញាក់ផ្អើលនៅយប់ថ្ងៃទី6 ខែមីនាឆ្នាំ2023មានករណីអ្នកទេសចរជនជាតិខ្មែរចំនួន10នាក់បានជាប់នៅលើទូកកន្ទុយវែងមួយគ្រឿងដោយសារតែទូកខូចស្លាប់ចាក់បណ្ដាលឲ្យរលកបុកទូកទៅដល់កណ្ដាលសមុទ្រមកកោះថាសខេត្តព្រះសីហនុក្រោយទទួលបានដំណឹងនេះឧកញ៉ាទាវិចិត្របានបញ្ជូនក្រុមការងារក៏ដូចជាអបលលឿនលឿនទាំងយប់ដើម្បីទៅទីតាំងខាងលើសង្គ្រោះបងប្អូនជាអ្នកទេសចរចំនួន10នាក់ដែលជាប់នៅលើទូកកន្ទុយវែងដោយសារទូកបានខូចស្លាប់ចាក់នោះជាលទ្ធផលអ្នកទេសចរទាំង10នាក់នោះសុទ្ធតែត្រូវបានសង្គ្រោះមកដល់លើគោកនិងមានសុវត្ថិភាពផងដែរក្រោមការខ្វះខ្វាយនិងយកចិត្តទុកដាក់ពីសំណាក់លោកអុកញ៉ាទាវិចិត្រក៏ដូចជាក្រុមការងារបាទសូមជួយត្រេកអរផងបានអុកញ៉ាទាវិចិត្រទៅជួយសង្គ្រោះទាន់ដែរcon chả đúng không? Bây giờ còn họ tới đằng hơi hoa này á. Con chả mà con chả. Bạn bạn. Con bạn con. Trong ca nghe khang TTVC bạn bạn là chui đo của nhau này bạn chốt nó lên con ha. Bảo dạ bê chích bay máu rồi đã ba là miền tục từ đó ba con thông mà. Con chắn. Hay dương mà mơ bờ miền mới tiếtអត្ថបទមួយទៀតដែលនាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាឲ្យក្រសួង2ដោះស្រាយបន្ទាន់បញ្ហាកម្មករកម្មការិនីព្យួរការងារចាប់ពីខែមេសាតទៅដើម្បីសម្រួលដល់ជីវភាពកម្មករសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវពិភាក្សាគ្នាជាបន្ទាន់ជាមួយនឹងម្ចាស់រោងចក្រដើម្បីដោះស្រាយបញ្ហាកម្មករកម្មការិនីដែលត្រូវបានព្យួរការងារនាពេលកន្លងទៅ
ថ្លែងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រនិងសញ្ញាបត្រជូននិស្សិតសិស្សនិស្សិតវិទ្យាស្ថានខ្មែរចំនួនថ្មីជិត 2000 នាក់នាព្រឹកនៅថ្ងៃទី 6 ខែកុម្ភៈខែមីនាឆ្នាំ 2023 នៅមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារសម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថាសម្ដេចទទួលបានព័ត៌មានមួយពីសហជីពថាចំនួនរោងចក្រដែលព្យួរការងារមានការកើនឡើងហើយកម្មករកម្មការិនីបានស្នើសុំឲ្យជួយអន្តរាគមន៍ផងដែរសម្ដេចក៏បានណែនាំឲ្យឯកឧត្តមអ៊ីតសំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តមអូនពុនមនីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវរុះរៀនដោះស្រាយបញ្ហានេះឲ្យបានលឿនដោយអនុវត្តចាប់ពីខែមេសាតទៅសម្ដេចនាយករដ្ឋមន្ត្រីបានគូបញ្ជាក់យ៉ាងដូចនេះថាខ្ញុំបានបញ្ជូនបញ្ហានេះទៅឯកឧត្តមអ៊ីតសំហេងនិងឯកឧត្តមអូនពុនមនីរដ្ឋអញ្ចឹងពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះវាមិនច្រើនដូចសម័យកូវីដទេអញ្ចឹងសម្រាប់កម្មករដែលព្យួរការងារអាចត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រយើងធ្វើដូចសម័យកូវីដរាជរដ្ឋាភិបាល40ម្ចាស់រោងចក្រ30ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសាឆ្លៀតឱកាសនោះសម្ដេចនាយករដ្ឋមន្ត្រីរំលឹកថានៅពេល COVID-19 កំពុងផ្ទុះឡើងមានកម្មកររាប់លាននាក់អត់ការងារធ្វើនៅទូទាំងពិភពលោកសម្ដេចបន្តថាក្នុងនោះក៏មានកម្មករមួយចំនួននៅកម្ពុជាអត់ការងារធ្វើរាប់ឆ្នាំតែមានលទ្ធភាពធ្វើបដកម្មប្រឆាំងរាជរដ្ឋាភិបាលនិងរោងចក្រជាមួយគ្នានោះដែរសម្ដេចក៏បានបញ្ជាក់ថាលុយធ្វើបដកម្មនោះបានមកពីណាចែកដល់បដករកន្លែងណាក៏ដឹងដែរកម្ពុជាមិននឹងងទេ